ចាអូខេអរគុណអូនអញ្ចឹងការស្ពៀរបស់យើងឥឡូវនេះបានបញ្ចប់ហើយណាចង់ជាចុងក្រោយមកអូនត្រូវមានសំណួរអីចង់សួរពីខាងបងវិញអត់អូនចាអូខេអរគុណបងខ្ញុំចង់សួរបងថាតើខ្ញុំធ្វើការនៅក្នុងមុខតំណែងហ្នឹងរយៈពេល6ខែដំបូងតើលទ្ធផលបែបណាដែរទើបបងចាត់ទុកថាវាគឺជាលទ្ធផលនៃភាពជោគជ័យនៅក្នុងមុខតំណែងមួយហ្នឹងបងអញ្ចឹងក្រោយការសម្ភាសន៍បេក្ខជនណាគាត់បានសួរសំណួរខ្ញុំមួយហ្នឹងហើយធ្វើឲ្យអារម្មណ៍ HR គាត់ជាមានអារម្មណ៍ថាសប្បាយចិត្តមែនទែននៅពេលដែលឃើញបេក្ខជនដែលគាត់មានចក្ខុវិស័យទៅបានខ្ពស់ដល់ពេលអញ្ចឹងទៅនៅក្នុងការសម្ភាសន៍មួយហ្នឹងគឺលែងមានលក្ខណៈដូចជាមកសួរសំណួរចម្លើយធម្មតានោះទេប៉ុន្តែសំណួរហ្នឹងគឺបានបង្ហាញពីចំណុចពិសេសរបស់អ្នកគ្នាមួយថា HR គាត់គិតថាបេក្ខជនម្នាក់ហ្នឹងគឺមកសម្ភាសន៍ហ្នឹងគឺមិនមែនគិតថាចង់បានតែការងារតែមួយមុខនោះទេប៉ុន្តែបេក្ខជនមួយហ្នឹងគឺកំពុងតែគិតពីរបៀបធ្វើការមិនដើម្បីឲ្យមានប្រសិទ្ធភាពជាមួយនៅក្នុងទូនីតិមួយហ្នឹងឲ្យមានប្រសិទ្ធភាពល្អជោគជ័យទាំងខ្លួនគាត់ជាមួយនឹងក្រុមហ៊ុនផងដែរអ្នកនេះកុំភ្លេចខ្លួនណាថាមកសម្ភាសន៍ធៀមតែចម្លើយល្អទៅធៀមចម្លើយធ្វើឲ្យឆ្លើយបានរលូននេះចឹងទៅប៉ុន្តែក៏លើសំខាន់មួយទៀតគឺការសួរទៅកាន់ HR វិញដើម្បីឲ្យគាត់មើលឃើញពីចក្ខុវិស័យរបស់យើងនៅពេលអនាគតជាមួយនឹងផ្នែកកំណត់របស់យើងផងដែរនៅពេលដែល HR គាត់គិតថាបេក្ខជនម្នាក់ហ្នឹងគឺពិតជាមានចំណុចពិសេសមួយអត់មែនដូចបេក្ខជនធម្មតាគ្រាន់តែមកសម្ភាសន៍សួរសំណួរចម្លើយធម្មតាប៉ុន្តែបេក្ខជនមួយហ្នឹងគឺពិតជាមានចក្ខុវិស័យទៅថ្ងៃអនាគតគឺពិតជាលេចធ្លោមែនតើចង់ចំណុចមួយនេះហើយក៏ធ្វើឲ្យអ្នកគ្នាទទួលបាននៅការងារដែលអ្នកគ្នាចង់បានផងដែរអញ្ចឹងបើសិនអ្នកគ្នាកំពុងតែរកការងារធ្វើឬមួយក៏ចង់ apply CV អីអ្នកគ្នាអាចតមកយើងបានតាមរយៈ Telegram ដែលមាន link នៅក្នុង bio ឬមួយអ្នកគ្នាចង់លឿនអាច comment នៅខាង comment នេះក៏បានដែរ